ត្រីស្រស់ប្រំប្រៃតើចរណៃជាកូនចៅរបស់អ្នកណាទាំងកណ្ដាលរាត្រីបាយជាអូនធ្វើដំណើរចូលមកដល់ដំណាក់របស់បងកាយវិការរបស់អូនទន់ភ្លន់ប្រៀបដូចជាអ្នករបាំនៅក្នុងព្រះបរមជីវិតមុខមាត់ដ៏ល្អស្អាតផូរផង់ប៉ុន្តែបែរជាមានសភាពស្រងោតស្រងាត់តើអូនកំពុងតែមានកិច្ចការអ្វីមេត្តាស្ដីមកបងចង់ដឹងណាស់ខ្ញុំម្ចាស់មានទុកធន់ណាស់ព្រះរាជបុត្រខ្ញុំម្ចាស់ឈ្មោះចន្ទ្រារស់នៅជាមួយម្ដាយចុងគាត់ធ្វើបាបខ្ញុំម្ចាស់ណារាជបុត្រខ្ញុំម្ចាស់រងទុកជាមួយបងប្រុសឈ្មោះមនីសូមព្រះរាជបុត្រជួយខ្ញុំម្ចាស់ផងតើបានទេព្រោះខ្ញុំម្ចាស់រងភាពអយុត្តិធម៌ពេលឪពុកមិននៅត្រូវម្ដាយចុងធ្វើបាបរាល់ថ្ងៃលំបាកពេកទៅខ្ញុំម្ចាស់បរកព្រះរាជបុត្រឲ្យជួយណាព្រះបងក្រោកឡើងចន្ទ្រាបើសិនជាសម្ដីរបស់អូនដែលទូថ្វាយដល់បងនាងសុទ្ធតែជារឿងពិតបងសន្យាថាជួយអូនឲ្យទាល់តែបានព្រះបងប្រសិនបើព្រះរាជបុត្រជួយខ្ញុំម្ចាស់បានចាំខ្ញុំម្ចាស់រួមថ្វាយព្រះអង្គតបណាព្រះបងរបាំដែលអូនរួមមុននេះបន្តិចនឹង